1889នៃគ្រិស្តសករាជពិធីឡើងគ្រងរាជ្យរបស់ព្រះអង្គបានប្រព្រឹត្តទៅនៅក្នុងតំបន់ហរាល័យព្រះអង្គបានឲ្យមើលមន្ត្រីទាំងអស់សច្ចាប្រណិធានថាស្មោះនឹងព្រះអង្គបំនាមថាព្រះបាទជូលីជេវរៈកុមរៈតេអញស្រីសូរ្យវរ្ម័នទេវរាជប្រាយជាខែបរៈភាសាថាព្រះបាទតែនដីខាងជើងព្រះកំរងតេអញស្រីសូរ្យវរ្ម័នទេវរាជជ័យវរ្ម័នអវតារលោកកេសវរៈប្រាយជាខែបរៈភាសាថាជ័យវរ្ម័នអវតារលោកកេសវរៈនឹងត្រូវបានប្រសិទ្ធនាមថាជាព្រះបាទជ័យវរ្ម័នទី7ជាឈ្មោះរាជធានីក្រុងអង្គរដែលដើមកសាងមកទី1គ្រិស្តសករាជ889ដល់គ្រិស្តសករាជ900ដោយមានភ្នំបាខែងជាផ្ចិតរបស់រាជធានីហើយភ្នំនោះមានឈ្មោះដើមជាភាសាសំស្ក្រឹតថាយៈសោធរៈបរពតឬយៈសោធរគិរីនិងឈ្មោះជាភាសាខ្មែរហៅថាភ្នំកណ្ដាលគឺកណ្ដាលកំពែងរាជធានីនិងកណ្ដាលភ្នំពីរផ្សេងទៀតគឺភ្នំក្រោមនិងភ្នំបូករាជធានីយៈសោធរៈបរៈទី1ត្រង់ប្រាសាទបាខែងកសាងឡើងក្នុងរាជព្រះបាទយៈសោវរ្ម័នទី1គ្រងរាជពីគ្រិស្តសករាជ889ដល់គ្រិស្តសករាជ900ព្រះបាទយៈសោវរ្ម័នទី1ជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី1ហើយទ្រង់បានឡើងសោយរាជបន្តពីព្រះបិតាក្នុងឆ្នាំ889នៃគ្រិស្តសករាជពិធីឡើងគ្រងរាជ្យរបស់ព្រះអង្គបានប្រព្រឹត្តទៅនៅក្នុងតំបន់ហរាល័យនៅឡើយក្រោយឡើងសោយរាជព្រះអង្គបានសម្រេចប្រតិផ្លាស់ប្ដូររាជធានីថ្មីពីហរាល័យដោយជ្រើសរើសយកកូនភ្នំធម្មជាតិមួយកម្ពស់ប្រហែល65ម៉ែត្រធ្វើជាផ្ចិតកណ្ដាលនៃរាជធានីគឺភ្នំបាខែងសពថ្ងៃដែលមានឈ្មោះដើមថាភ្នំកណ្ដាលព្រះបាទយៈសោវរ្ម័នទី1បានប្រសិទ្ធនាមភ្នំនោះឈ្មោះថាយៈសោធរៈបរមត្តឬយៈសោធរគិរីមានន័យថាជាភ្នំរបស់ព្រះបាទយៈសោវរ្ម័នព្រះអង្គបានត្រាស់បង្គាប់ឲ្យគេស្ថាបនាប្រាសាទមួយធ្វើអំពីថ្មភក់និងថ្មបាយក្រៀមមានកំពូលចំនួន109ជាប្រាសាទតំណាងឲ្យរាជបតិមាសេវលឹងធំមួយនៃប្រាង្គកណ្ដាលហើយជានិមិត្តរូបតំណាងឲ្យព្រះអង្គផ្ទាល់មានឈ្មោះថាយៈសោធរេស្វរៈដើម្បីបង្កើតទីវាលស្ថានពិសិដ្ឋជានិមិត្តរូបនៃការស្នាក់នៅរបស់អាទិទេពលើផែនដីដើម្បីផ្សាយឥទ្ធិពលគ្រប់ទីកន្លែងនៃអាណាចក្រយោងតាមកំណត់ត្រាសិលាចារឹកស្តុកបឋមខែ235បង្ហាញថាព្រះបាទយៈសោវរ្ម័នទី1បានឲ្យគេស្ថាបនាក្រុងថ្មីរាជធានីយៈសោធរៈបរៈទី2ត្រង់ប្រាសាទបាទសូរ្យវរ្ម័នទី1គ្រងរាជចាប់ពីឆ្នាំ1006ដល់1050នៃគ្រិស្តសករាជព្រះអង្គមានបិតាជាស្ដេចខ្មែរដែលមានពុទ្ធសិទ្ធិដីនៅម៉ាឡាកាដោយនេះព្រះអង្គបានបញ្ចូលទឹកដីមកចក្រភពខ្មែរព្រះអង្គបានឲ្យមើលមន្ត្រីទាំងអស់សច្ចាប្រណិធានថាស្មោះនឹងព្រះអង្គព្រះអង្គបានកសាងរាជធានីថ្មីត្រង់ប្រាសាទបាពួនសំបង្ហាញប្រាសាទទីមានអាកាសប្រាសាទតាកែវនិងគោបុរៈវាំងព្រះអង្គបន្តកសាងប្រាសាទភ្នំជីសូរប្រាសាទព្រះវិហារចៅសាយទេវតាបន្ទាយសម្រែព្រះអង្គគោរពសាសនាព្រាហ្មណ៍តែមិនចោលព្រះពុទ្ធសាសនាព្រះអង្គបានវិពរិទ្ធទឹកដីនិងអភិវឌ្ឍប្រទេសជាតិគួរជាទីមោទនៈកោតស្ញប់ស្ញែងត្រង់ប្រាសាទអង្គរវត្តកសាងឡើង
បរមនាមថាព្រះបាទជូលីជេព្រះកំរៈតេអញស្រីសូរ្យវរ្ម័នទេវរាជប្រាយជាខែមរៈភាសាថាព្រះបាទតែនដីខាងជើងព្រះកំរងតេអញស្រីសូរ្យវរ្ម័នទេវរាជព្រះអង្គជាក្សត្រដ៏អស្ចារ្យដែលបានកសាងប្រាសាទអង្គរវត្តដែលជាបុរាណស្ថានសម្បត្តិស្ថាបត្យកម្មដ៏ល្បីល្បាញបំផុតនិងជាអច្ឆរិយវត្ថុមួយដ៏មហស្ចារ្យលើពិភពលោកព្រះអង្គជាព្រះមហាក្សត្រឆ្នើមពូកែលើកិច្ចការទូតនយោបាយក្រៅប្រទេសការធ្វើសក្តិភាពការច្បាំងវាយពង្រីកទឹកដីនិងក៏ជាស្ដេចនៃឫសគល់សិល្បៈគុនខ្មែរដូចជាគុនលបុកតោដែលត្រូវបានគេជឿជាក់ថាបង្កើតឡើងដោយព្រះបាទសូរ្យវរ្ម័នទី2ព្រះអង្គបានបង្កើតច្បាប់កងទ័ពក្បួនវិជ័យសង្គ្រាមនិងបានបែងចែកកងទ័ពជាច្រើនក្រុមដូចជាទ័ពខ្មាជើងទ័ពលំបែងទ័ពសេះទ័ពតម្រៃនិងទ័ពព្រួយតាមការសន្និដ្ឋានព្រះអង្គមានកងទ័ពប្រមាណជា200,000នាក់និងទ័ពតម្រៃប្រមាណជា10,000ក្បាលជាចំនួនទ័ពតម្រៃក្នុងតំបន់ដែលធ្វើឲ្យព្រះអង្គអាចពង្រីកវិសាលភាពទឹកដីបានធំទូលាយនិងជាមហាអំណាចមួយក្នុងតំបន់ដែលគេគ្រប់គ្នាស្គាល់ថាជាចក្រភពខ្មែរត្រង់ប្រាសាទបាយ័នកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7សោយរាជ្យពីឆ្នាំ1181ដល់ឆ្នាំ1218នៃគ្រិស្តសករាជព្រះអង្គមានព្រះអគ្គមហេសីពីរព្រះអង្គដែលមានប្រាជ្ញាខ្លាំងពូកែគឺព្រះនាងជ័យរាជទេវីនិងព្រះនាងអន្តរទេវីព្រះអង្គមានព្រះនាមដើមជាជ័យវរធនជាព្រះរាជបុត្ររបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី2នៅពេលដែលព្រះអង្គទ្រង់រាជសម្បត្តិជាផ្លូវការនាឆ្នាំ1181នៃគ្រិស្តសករាជទ្រង់មានព្រះបរមនាមថាជ័យវរ្ម័នអវតារលោកេស្វរៈប្រែជាខេមរៈភាសាថាជ័យវរ្ម័នអវតារលោកេស្វរៈនឹងត្រូវបានប្រសិទ្ធនាមថាជាព្រះបាទជ័យវរ្ម័នទី7ព្រះអង្គជាស្ដេចសឹកដ៏ខ្លាំងពូកែដែលបានវាយចម្បាឈ្លានពានរំដោះរាជធានីយសោធរបុរៈនិងវាយត្រួតត្រាលើប្រទេសចម្បាព្រះអង្គបានកសាងរាជធានីដ៏សម្បើមនៅអាស៊ីអាគ្នេយ៍ដែលត្រូវបានគេចាត់ទុកជាមហាស្ថាបត្យកម្មដ៏ធំដែលមានប្រាសាទបុរាណជាច្រើនបន្សល់ទុកនៅតួយ៉ាងដូចជាប្រាសាទបាយ័នដែលជានិមិត្តរូបនៃចក្រវាឡនិងជាប្រាសាទទិលចូលគ្នារវាងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាមហាយានដែលមានកម្ពស់ព្រំចំនួន50គុណស្មើនឹងព្រះភក្ត្រព្រះបាទជ័យវរ្ម័នទី7ចំនួន216តំណាងឲ្យអវតារលោកេស្វរៈព្រះអង្គក៏បានកសាងរាជដំណាក់នាដការបានប្រចាំរាជធានីយសោធរបុរៈត្រង់ប្រាសាទសុព្រតដែលត្រូវបានគេប៉ាន់ស្មានថាមាននាដការបានប្រហែលជា1,500នាក់ក្រៅពីនេះទ្រង់បានកសាងប្រាសាទបន្ទាយឆ្មារសាលាសំណាក់ចំនួន121មន្ទីរពេទ្យចំនួន102ស្ពានថ្នល់ប្រាសាទបន្ទាយក្តីប្រាសាទតាព្រំប្រាសាទតាព្រំទន្លេបាទីប្រាសាទព្រះខ័នប្រាសាទតាសោមប្រាសាទក្រៅគោវត្តនគរនិងបានបង្កើតសាកលវិទ្យាល័យជាច្រើនដើម្បីអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យដោយគោលនយោបាយពង្រីកទឹកដីនិងផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជារាស្ត្រគួរជាទីស្ញប់ស្ញែងក្រៃលែងព្រះបាទជ័យវរ្ម័នទី7ត្រូវបានគេទទួលស្គាល់ថាជាព្រះមហាក្សត្រដែលល្បីល្បាញជាងគេបង្អស់សម្រាប់ជាតិខ្មែរដោយដឹកនាំប្រទេសឈានទៅរកវឌ្ឍនភាពលើគ្រប់វិស័យទាំងវប្បធម៌សាសនាបូរណភាពទឹកដីទំនាក់ទំនងការទូតពាណិជ្ជកម្មកសិកម្មអប់រំសុខាភិបាលនិងស្ថាបត្យកម្មដែលធ្វើឲ្យខ្មែរ
คล้ายទៅជាចក្រភពដ៏រុងរឿងអស្ចារ្យបំផុតនាសម័យមហានគរ